Nè chẳng ngày nay dương châu tông đơn năng Excel mà đong dây về rương cần đất bị chia để dương ở đây bàn riêng chẳng ngày nay riêng Việt Nam thì tao thấy cứ dương chặt Việt Nam học nè chẳng thì muối cứ dương mơ tờ lơ tha dương thứ mách đang bay ở đăng tha dương pra cần đất bị chia dương táo về hồi Việt trâu xóm sọp đi thì thông tin chân nè chẳng dương mơ nè nó lơ Excel là dương mơ cần đất bị chia dương nè chẳng dương mơ nè nó không có đất chia nâng những dương miền đôi chia tệ tông thằng vài nhận so này cái lại ní cứ cái lại này tệ tông nâng rọc chạ đàn này tệ tông nâng hệ rành vào thâu cái lại ní cứ logic kho tạ cả chia bỏ dương hay nào không phòng tớ cái miền cái lại ní cứ thách sầm rạp đôi chia dương rọc so đôi chia dương mơ cắt chuyên cắt đam hay dương nè dương rọc man rọc mít ai nằng miền tra nó không nằng nó khang cáo nó miền rai miền replace miền proper miền ai chẳng miền lower là u thọ ra date time đi tiệt date time nữa đi chỉ miền D bảy rồi học miền D bảy rồi học spam xong tốt để bảy rồi học miền Y date miền A chẳng tàu chẳng khơi những cái chạy kia chẳng nó không công tớ cái chạy miền date phản sân thách phản sân logical phản sân hay financial phản sânอย่างhay cái này ní miền mặt mặt trick cái tiệt rồi nhé hay cái này ní miền look up ở chẳng tàu chẳng nó cứ sắp tới chia phản sânสำหรับจำนวนดอกยืงធ្វើការកណនីចំណែកនេះយើងអាច insert គណិតវិទ្យាអាច insert function នេះគេដាក់ fx ដូចគ្នានេះអញ្ចឹងបញ្យល់ថាហេតុអីបានគេចាំប្រើfunction ហ្នឹងគេមិនប្រើគណិតវិទ្យាធម្មតាដោយសារតែការប្រើគណិតវិទ្យាធម្មតាវាពិបាកកណនីយល់ទេកន្លែងហ្នឹងពិបាកកណនីហ្មងឥឡូវឧទាហរណ៍ថាយើងប្រើបច្ចេកគណិតធម្មតាបានឧទាហរណ៍ថាយើងមានកន្លែងនេះយើងមានតម្លៃ60ហើយកន្លែងនេះយើងមានតម្លៃ50ចឹងយើងចង់ធ្វើផលគុណអាពីរហ្នឹងយើងចង់ធ្វើផលគុណអាពីរហ្នឹងចឹងយើងគ្រាន់តែស្មើវាយសញ្ញាស្មើមកយើងយកអាហ្នឹងយកមកគុណជាមួយនឹងអានេះបាទនេះខុស font ដោយសារគ្រូដូរ font នេះណាឥឡូវយើងទៅនេះ font វិញយើងទៅរក font ធម្មតាយើងវិញ font Calibri យើងវិញនេះហើយយើងដកនេះចេញមកហើយដកនេះមកនេះឃើញទេអញ្ចឹងយើងកណនីអញ្ចឹងបានអញ្ចឹងយើងកណនីអញ្ចឹងដល់ពេលអានេះយើងកណនីទៀតដែរដូចឧទាហរណ៍នៅកន្លែងនេះមានតម្លៃ400ហើយកន្លែងនេះមានតម្លៃ300អញ្ចឹងយើងប្រើផលគុណកន្លែងនេះយើងវាយស្មើយើងមិនយកនេះទៅគុណជាមួយនេះទៀតដែរអញ្ចឹងអត់ទេគុណទៀតដែរឥឡូវឧទាហរណ៍ថាយើងមានអាពីរនេះបូកចូលគ្នាអញ្ចឹងយើងចាប់ដើមបូកឧទាហរណ៍ថាយើងខ្ញុំដាក់កន្លែងនេះចុះស្មើនឹងអានេះយើងប្រើសញ្ញាបូកចេះបូកនឹងអានេះយើងបូកអញ្ចឹងយើងធ្វើការកណនីអញ្ចឹងរហូតយើងធ្វើការប្រើសញ្ញានៃគណិតវិទ្យាអញ្ចឹងរហូតបូកដកគុណចែករហូតឥឡូវឧទាហរណ៍ថាយើងចង់កណនីឧទាហរណ៍ចង់យកអានេះគុណជាមួយនឹងអានេះអញ្ចឹងយើងឧទាហរណ៍យើងយកតំណេះយើងស្មើនឹងអានេះទៅគុណយើងប្រើសញ្ញាផ្កាយជាមួយនឹងអានេះឃើញយើងគុណរហូតកន្លែងហ្នឹងដែលគេឲ្យនិយមន័យថាយើងប្រើ function ចំនួនហ្នឹងចំនួនហ្មងឥឡូវយើងមើលចំនួនហ្មងបាទឥឡូវយើងឧទាហរណ៍ថាយើងចេះវិញយើងចង់បូកអានេះយើងចង់ឲ្យវាជាតម្លៃបូកវិញទាំងអស់នេះអញ្ចឹងយើងមិនមានបូកនេះកន្លែងនេះណាកន្លែងយើងបូកមិញកន្លែងបាទកន្លែងនេះកន្លែងយើងបូកឃើញទេអញ្ចឹងសួរថាយើងអាចមានអីទៅក្រៅពីយើងកណនីនេះឧទាហរណ៍គេឲ្យបូក3តម្លៃនេះទៀតអញ្ចឹងបូក3តម្លៃនេះទៀតយើងមិនប្រើបូកទៀតដែរអញ្ចឹងហើយចុះបើបូកផងគុណផងយើងមិនត្រូវបូកផងឥឡូវឧទាហរណ៍ថាយើងស្មើនឹង
តម្លៃអានេះបូកនឹងតម្លៃអានេះបូកនឹងតម្លៃអានេះយើងឧទាហរណ៍អញ្ចឹងយើងត្រូវបូក3ដងហើយបើយើងចង់យកមកគុណអានេះយើងត្រូវប្រើសញ្ញាគុណមួយទៀតឃើញគុណអានេះឃើញយើងអាចធ្វើអញ្ចឹងបានយើងអាចបូកផងគុណផងដកផងអញ្ចឹងបានប៉ុន្តែយើងពិតជាហត់ណាស់នៅពេលដែលយើងកណនាច្រើនយើងពិតជាហត់ឥឡូវឧទាហរណ៍ថាអានេះយើងមានមិនចេះវិញលុបវិញឥឡូវយើងចង់កណនាជាជួរចេះវិញថាកន្លែងនេះមានលុយ$500កន្លែងនេះមានលុយ$1000កន្លែងនេះមានលុយ$200ហើយយើងយកទៅគុណនឹងផលិតផលកន្លែងនេះមាន10កន្លែងនេះមាន30កន្លែងនេះមាន20ឥឡូវយើងស្មើនឹងយើងប្រើរូបមន្តយើងយកអានេះយកមកគុណជាមួយអានេះយើងគាត់តែចុចទេណានៅក្នុងកុំព្យូទ័រហើយយើង enter មកយើងឃើញដល់ពេលដែលយើងអូសអញ្ចេះគឺប្រតិបត្តិការហ្នឹងប្រកាសជាអានេះទៅគុណជាមួយអានេះទៅគុណជាមួយនឹងអានេះអញ្ចឹងហ៎អញ្ចឹងវាគុណតគ្នាគុណអញ្ចឹងដល់យើងប្រើសញ្ញាអញ្ចឹងស្រាប់តែមកដល់ពេលដែលយើងត្រូវការធ្វើការឯនេះដែរអូថាយើង copy ប៉ុណ្ណេះមកបាទយើង copy នេះឧទាហរណ៍ថាខ្ញុំ copy ប៉ុណ្ណេះមកនេះខ្ញុំ copy នេះហើយខ្ញុំដាក់មកខ្ញុំដាក់ទៅនេះហើយខ្ញុំចង់ទៅគុណជាមួយនឹងកន្លែងនេះខ្ញុំមាន50កន្លែងនេះខ្ញុំមាន60កន្លែងនេះខ្ញុំមាន70ឃើញទេអញ្ចឹងខ្ញុំអត់អាចមានអីរូបមន្តអីណាទៅវាយទេខ្ញុំប្រកាសជាយកអានេះទៅគុណនឹងអានេះទៀតហើយយល់ទេកន្លែងហ្នឹងអញ្ចឹងប្រកាសជាស្មើនឹងកន្លែងនេះទៅវាយសញ្ញាស្មើអញ្ចេះហើយមួយណាអូសមកបើមានកន្លែងនេះយើងត្រូវគុណទៀតឧទាហរណ៍ថាខ្ញុំយកអាតម្លៃ3នេះម្ដងនេះខ្ញុំគុណ3ចូលគ្នាឧទាហរណ៍អានេះខ្ញុំស្មើនឹងអានេះគុណនឹងអានេះគុណនឹងអានេះហើយយើង enter ឃើញវាគុណចា៎សួរថាអាហ្នឹងលេខវាតិចហើយចុះបើលេខច្រើនហ្នឹងមិនគុណធ្លាក់ដាតែមិនយ៉ាងងាកគុណបើត្រូវបូកទៀតអញ្ចឹងហើយបាននាំឲ្យគេបង្កើតឲ្យយើងនៅអនុគមនេះមួយហើយមុននឹងយើងបញ្យល់ពីអនុគមយើងសួរថាតើហេតុអីបានយើងត្រូវប្រើអនុគមអញ្ចឹងសូមលុបអានេះចេញវិញទៅការប្រើអនុគមវាដោយសារអញ្ចឹងវាដោយសារតែយើងដឹងហើយថាឧទាហរណ៍ថាបើសិនជាយើងលក់ផលិតផលអីមួយអញ្ចឹងយើងប្រើអនុគមចេះយើងប្រើថាFDX មិនអញ្ចឹងហ៎ F ហើយមុំកញ្ចក់ចេះមក X ចេះអញ្ចឹងកន្លែងហ្នឹងគេស្មើនឹងឧទាហរណ៍ផលិតផលយើងមាន50ចេះអញ្ចឹងយកទៅគុណជាមួយនឹង X អញ្ចឹងបើភាសាគណិតវិទ្យាគុណចេះគុណជាមួយនឹង X ចេះគុណជាមួយនឹង X បាទព្រោះដោយសារតែយើងសរសេរដូចគ្នាពេកអញ្ចឹងហ៎អញ្ចឹងមានន័យថាអ្វីដែលអនុគមរុករនោះគឺមានធាតុមួយគឺវារុករតម្លៃ X អញ្ចឹងវារកឃើញហើយវានឹងបោះទៅឲ្យអនុគមនេះអញ្ចឹងឧទាហរណ៍ជាក់ស្ដែងឧទាហរណ៍ថាតើយើងឲ្យ X ស្មើប្រមាណយើងឲ្យ X ស្មើប្រមាណយើងឲ្យ X ស្មើនឹងម៉ានស្មើ7អញ្ចឹង X ស្មើ7យើងជួសចូលមើលមិនកន្លែងនេះមិនត្រូវលេខ2អញ្ចឹងហ៎កន្លែងនេះមិនត្រូវលេខ2យល់អត់អញ្ចឹងស្មើប្រមាណអញ្ចឹងនាំឲ្យអនុគមយើងនេះវារកឃើញថាស្មើប្រមាណនេះអនុគម FX នេះអនុគម F នេះស្មើនឹង100យល់អត់អញ្ចឹងអ្វីដែលយើងបោះហ្នឹងគឺយើងបោះដើម្បីឲ្យអាញាត់ X ហ្នឹងវាប្រែប្រួលអញ្ចឹងហើយវាធ្វើឲ្យយើងនឹងយ៉ាងម៉េចវាធ្វើឲ្យយើងនឹងមិនលំបាកនៅក្នុងការកណនាដដែលហើយបើគេដាក់y អញ្ចេះមួយទៀតឧទាហរណ៍គេដាក់ x ផង y ផងបើ x គុណនឹង y អញ្ចេះយើងប្រែប្រួលមានអាញាត់2បាត់ហើយមិនយ៉ាងអាកន្លែងនេះសុំទោសអាកន្លែងនេះ x អាកន្លែងនេះ y ហើយនេះបាទ y ហើយខ្ញុំដាក់នេះតូចតិចព្រោះដោយសារកំណត់ថាហ្នឹងវាជា
វាជាសញ្ញាគុណអាយ៉ាសំទោសដាក់វាតូចចេះថាហ្នឹងវាជាសញ្ញាគុណយល់អត់អញ្ចឹង x គុណនឹង y ចេះអញ្ចឹងនាំឲ្យកន្លែងនេះមាន x មាន y អញ្ចឹងកន្លែងនេះយើងដាក់3អញ្ចឹងវាបោះមកឲ្យតម្លៃអនុគមនេះយើងក៏ណាបោះតម្លៃ3និងបោះតម្លៃ5មកវាចេញប៉ុន្មាន2 5ដងប៉ុន្មាន10អញ្ចឹងកន្លែងនេះគឺវាប្រកាសជាចេញ10ឃើញទេអញ្ចឹងធ្វើឲ្យយើងផ្លាស់ប្ដូរថាបើសិនបើយើងមានអនុគមគុណអនុគមហ្នឹងសម្រាប់ប្រើគុណបោះតាលេខចូលទៅវាគុណឲ្យមកអញ្ចឹងហ៎វាទៅជាយើងយកអញ្ញត្តិនេះយកទៅប្រើវិញវាប្រែប្រួលវិញយើងប្រែប្រួលលេខយ៉ាងម៉េចក៏បានដែរអាហ្នឹងវានាំឲ្យមានអញ្ចឹងឥឡូវឧទាហរណ៍ថាអញ្ចេះដើម្បីឲ្យយល់យើងទៅទិញយើងទៅផ្សារយើងទៅទិញមានម៉ាស៊ីនមួយអត់មានមនុស្សដែលនិយាយគ្នាទេអត់មានមនុស្សនិយាយទេអញ្ចឹងស្រាប់តែយើងទៅទិញទៅម៉ាស៊ីនហ្នឹងគេឲ្យអនុគមថាម៉ាស៊ីនហ្នឹងម៉ាស៊ីនធ្វើអីម៉ាស៊ីនហ្នឹងសម្រាប់គិតលុយមែនអត់គិតលុយអញ្ចឹងគេដាក់នេះគេដាក់ថាឥឡូវយើងដាក់ថាកន្លែងនេះកន្លែងអីកន្លែងនេះកន្លែងចំនួនquantity សេកាត់ QTY ដល់ពេលកន្លែងនេះកន្លែងអីកន្លែងនេះកន្លែងអីកន្លែង price កន្លែងហ្នឹងកន្លែងតំណែងហើយកន្លែងនេះកន្លែងអីកន្លែងនេះកន្លែងអីកន្លែងនេះកន្លែងអីកន្លែងនេះកន្លែងយើងទទួលលទ្ធផល result អញ្ចឹងយើងមើលឥឡូវយើងដាក់ឈ្មោះកន្លែងនេះតិចមកឥឡូវលុបអានេះចេញកុំឲ្យពិបាកយើងចូលដល់ណាអានេះយើងយល់ហើយណាយើងចូលដល់ណាមកអញ្ចឹងកន្លែងនេះយើងដាក់មកកន្លែងនេះគេលក់ផលិតផលអីគេកន្លែងនេះគេលក់ផលិតផល Pro ហៅថា product ដែលគេលក់អញ្ចឹងមានអីមាន Vital មានអីទៀតមានទីមានកូកាមានអីទៀតមាន Fanta ឧទាហរណ៍ប៉ុន្តែអត់មានមនុស្សលក់ទេណានៅក្នុងហ្នឹងអត់មានមនុស្សលក់ទេអញ្ចឹងដល់ពេលអត់មានមនុស្សលក់អញ្ចឹងដើម្បីកុំឲ្យអាការងារហ្នឹងដែលគេទៅទិញអាកន្លែងទឹកសុទ្ធហ្នឹងខ្ញុំដាក់តារាងនេះមួយមកស្រួលអញ្ចឹងគេបង្កើតទៅជាអនុគមព្រោះអីអនុគមវាត្រូវការអីវាត្រូវការយើងបោះតែចំនួនលុយនេះចូលទេចំនួនបរិមាណនេះចូលទេយើងគិតមើលកន្លែងហ្នឹងដែលយើងត្រូវប្រើអនុគមអញ្ចឹងឧទាហរណ៍ថានេះ Vital បើយើងទិញមក10ប្រហែល 0.25 ឧទាហរណ៍ថាមក10 1000បើចុះអាកូកានេះ 0.5 បើចុះអា Fanta នេះឧទាហរណ៍ថាមក10 0.5 ដែរ50សេនឥឡូវឧទាហរណ៍ថាអញ្ចឹងចុះអញ្ចឹងកន្លែងនេះកន្លែងអីកន្លែងនេះx អញ្ចឹងបានមិនធ្វើឲ្យយើងអីគេមិនធ្វើឲ្យយើងចាប់ជាអនុគមបានយើងសរសេរជាអនុគមបានដោយអនុគម f fx តើអត់អញ្ចឹងអនុគម fx ទៅហ្នឹងអញ្ចឹងអាកន្លែង result នេះប្រកាសជាអីបើយើងប្រើតាមពេចគណិតប្រកាសជាអនុគម f នៃអី f នៃ x ស្មើនឹងអីគេស្មើនឹង x គុណនឹងប៉ុន្មានយើងប្រើលេខគុណមិនយើងប្រើអញ្ចេះអញ្ចឹងឯងក្នុងពេចគណិតរបស់យើងគុណនឹងប៉ុន្មានគុណនឹងតម្លៃអីគេឧទាហរណ៍ថាឥឡូវអានេះតម្លៃអីនេះតម្លៃរាយនេះគេហៅតម្លៃអីអាហ្នឹងតម្លៃលក់ហ្នឹងឯងប៉ុន្តែយ៉ាងម៉េចអាហ្នឹងគេតាំងវាអីគេតាំង x គេតាំង y អត់ទេគុណនឹងត្រូវទេប៉ានិយាយត្រូវអត់ព្រោះតម្លៃ a នេះគឺតាំងសម្រាប់អញ្ញត្តិខ្លះបដូរតម្លៃ x នេះគឺតាំងសម្រាប់ធៀបនៅក្នុងអនុគមចុះគេតាំងតម្លៃដើម្បីផ្ទុកតម្លៃគេតាំងអីគេតាំង a b និង c តើអត់ចុះតម្លៃគេតាំងអនុគមគេតាំងអីគេតាំង x និង y ឈរអដេកយល់អត់អញ្ចឹងមកកន្លែងហ្នឹងនិយាយឲ្យយល់គ្នាអញ្ចឹងនៅពេលដែលយើងគិតមើលនៅពេលដែលកន្លែងហ្នឹងអញ្ចឹងអានេះទៅជាអីហើយអានេះ
tao chị ấy a nâng chấm nuốt tao chị ấy c này và man a nè c này này bay à dần ấy hồi chó x b này man b 7 dừng xe so tốt các bác là so thông của bà nhưng mưa khơi chạy ra đây như thế này chăng à hồi cho cái x ní cái ấy kìa nè anh nâng cái những mình chăng ấy mình chăng dừng chú họ nâng châu áo tầm lại x nhỉ mình chăng ấy dừng đã bị bay đó đăng hay nâng si bay đó đăng à chăng smart man chăng cái này Sơn chân phê pram con ấy vẫn ấy nhưng smart man bởi ấy dương đã phần này bởi dương đã đọp chứ chẳng ấy dương smart man chẳng cái này ní bị bay ní cứ lấy đọp nâng ngày chẳng smart man nhỉ đọp con nâng Sơn chân mà phê pram smart man smart nâng pi chốt vô lấy vô lắc lại nhỉ chẳng mà sân như ta xây pran bắt ca nó nâng cái pra bách cho nó cái pra chẳng cái pra nó cùng nâng vô lo đấy vô lót lại thôi cho cào mình ăn là cùng nâng tay nè clap đô tại clap đô tại x hai nâng bay a nâng tập lại a nâng tì vô lên này cha này anh ấy x man này b man có chia bí buồn này rồi cho này sẽ buồn rồi cho này b pram rồi cho này sẽ pram rồi cho ta lấy khóc ni mà chạy anh ấy smart man này chẳng ta lấy đi smart pram anh ấy smart có mùi u thò ta kia cầm mong còn năng dương vai anh ấy châu là bị tông trách mó khi mình oi vai châu này tao ca chấm luôn tất sốc đang màn đọp chẳng ấy chẳng mình mà đưa dương từ vai châu vô là chẳng ấy ban đọc pil nó không system alo sadapa pejol san pa pejol panang jol ba này hả chẳng ấy không chẳng ban kỳ thơ ấy đâm ấy anh ấy kỳ đặt đâm ấy này về pre pro là nhạt ban nàyคือ pre pro là nhạt đấy nè bởi dương mình đại chẳng bởi dương đã a chốt pre pro là nhạt bởi dương tăng a chốt về pre pro đấy phần tế nông tầm lại là nhạt a nắng dây tớ bị mà mắt dương dây chết ở nhiều vô bên trong dây là nó không ăn nó cốm kia đó là bài ấy gì vô lo thì kia do ta lại ấy gì à lâu bờ sân che trong đi si bấy anh ấy dương prap ta lại ní cứ chỉ ta lại về dù về cho si bay si buồn si pram nè vô lo chẳng kia đó cái plak đô ta lại ấy những gì vô lo đây hết ấy ban kia pra đăng bơ chai pra pa mới bơ vô hết ấy ban kia pra nắng mua hai đấy ban kia pra đăng hả mình đã bay rồi tầm lai về đấy à rương nâng cái trâu mà dám bàn tay ní cái chơi sò xe tạt đai nè vô lo mình tạt xe nó cái hao tạt mua fx nâng vô mau fx tạt đai nâng vô mau nè còn là đo pin nâng bị chặt đam cài thà ní ai kia đi anh ấy viết sập cồn mày này chẳng kia ai ta xe dây ba này bậc cồn kia xe thà pro đạt ba nâng chạy trâu á anh ấy pa phải về rước cồn nè bởi mình chẳng đấy bộ anh nâu ta là ngông ta là hốt nè chẳng anh ấy đấy bà nó pro đạt anh ấy kia rồi và đi ai kia cầu này hai thứ ấy bát à ná thì lên ai nè mình chăng ấy vô lo mình chăng anh đi mua ai kia này mua ano nó pra anacom ai kế anacom phol cồn chẳng anacom phol cồn nó rục rồi ấy chẳng ấy chẳng ban tầm môi đây mà mình màn tê miền x muối x pi x 7 cho vô pan dây á x
x1 x2 x3 ចុចអត់ចុចអាហ្នឹងភាសានៅក្នុងកុំព្យូទ័រវាមានឲ្យយើងអញ្ចឹងធ្វើឲ្យគេតាមពិតអាហ្នឹងចេញមកពីណាអាហ្នឹងចេញមកពីអានេះយល់អត់អញ្ចឹងគេប្រើអនុគមហ្នឹងគេមិនចាំបាច់ទៅប្រើដូចយើងសញ្ញាគុណទេគ្រាន់តែគេប្រើសញ្ញាក្បៀសអានេះក្បៀសអានេះក្បៀសអានេះអញ្ចឹងអនុគមហ្នឹងគេទៅសេរួចអស់ហើយថាហ្នឹងដឹងថាអនុគមផលគុណវាយក x1 គុណ x2 គុណនឹង x3 តើអត់អញ្ចឹងអានេះដូចគ្នាទេអាលើនៅក្រោមដូចគ្នាអ្វីដែលប្រែប្រួលគឺប្រែប្រួលអីប្រែប្រួលអាញាត់ដែលយើងដាក់នេះអញ្ចឹងយើងជួសវាចូលទៅអញ្ចឹងកន្លែង x1 នេះខ្លាយទៅជា c ហ្មង c2 ហើយដល់ពេល x2 នេះខ្លាយទៅជាហ្មង x2 នេះអីគេ b ហ្មងb2 គុណនឹង c2 យ៉ាងហ៎យល់អត់អញ្ចឹងមិនអានេះវាខ្លាយទៅជាអញ្ចឹងយើងរកតែតម្លៃ x ទេយល់គេនិយាយអត់គាត់ថានៅក្នុងហ្នឹងវាមាន x1 x2 x3 វា return តម្លៃហ្នឹងទៅឲ្យជាផលគុណមកវិញតើណាអញ្ចឹងហើយបានអានេះយើងត្រូវប្រើក្បៀសអញ្ចឹងយល់អត់មកដល់កន្លែងហ្នឹងយល់បានទេអត់ពួកអស់លោកថ្នាក់ទី12ដំបូងឡើយវាជាអនុគមពេជ្ជកណិតអញ្ចឹង f អីគេ f នៃ x ចេះស្មើនឹងអីគេស្មើនឹង x គុណនឹងម៉ានគុណនឹងអីគុណនឹងតម្លៃ a អញ្ចឹងទៅនេះមិនអញ្ចឹងហើយបន្ទាប់មកទៀតបំលែងអាហ្នឹងទៅជាអីគេទៅជាអនុគមអញ្ចឹងអនុគមនៅក្នុងភាសា Excel គេប្រើ product ចេះអញ្ចឹងមកពីអីអាហ្នឹងមកពីអានេះដូចគ្នាទេហើយដាក់ x ចេះមកគ្រាន់តែក្នុងហ្នឹងគេអាចបញ្ចូលបានធាតុច្រើន x1 x2 x3 ចុចទៅដល់ x ប្រមាណដល់ទៅយល់ទេមកពីអាពេជ្ជកណិតនេះបានវាឲ្យមានអានេះអនុគមនៅក្នុងពេជ្ជកណិតនេះហេតុអីបានគេសរសេរអាហ្នឹងព្រោះគេខ្ជិលសរសេរខ្ជិលធ្វើការកណនាដល់ដែរគេហៅឈ្មោះយកបដូរតែអីគេបដូរតែធាតុ x នៅក្នុងនេះយល់អត់ប៉ុណ្ណាតែមិនយល់អត់ទេអញ្ចឹងហើយបានធ្វើឲ្យរឿងហ្នឹងមកបំលែងទៅជារឿងពិតប្រកបបច្ចុប្បន្នដែលគេប្រឡប់ភ្នែកយើងហ្នឹងគឺចាប់ផ្ដើមចេញតែប៉ុណ្ណេះនេះដែលឃើញគេដាក់ថាអានេះអីគេនេះអានេះយើងវាយមកថាកូកាប្រអប់គេចេញចំនួនយើងត្រូវការប្រមាណអញ្ចឹងកន្លែងហ្នឹងมันប្រអប់អញ្ចឹងហ្នឹងនេះកន្លែងនេះប្រអប់ហើយចុះកន្លែងនេះអីគេកន្លែងនេះគេមិនតម្លៃស្រាប់បើគេជួសតម្លៃចូលមកកន្លែងហ្នឹងមានតម្លៃ 2.50 អញ្ចឹងអត់កន្លែងនេះគេឲ្យយើងប្រពេញប្រអប់អញ្ចឹងអត់ក្នុងទស្សនវិជ្ជាជាក់ស្ដែងអញ្ចឹងមែនអត់ណាដែលយើងទៅទិញអីវ៉ាន់គេនៅហាងគេឲ្យយើងវាយទៅណែអាហ្នឹងអីគេអាហ្នឹងចេញមកពីណាអាហ្នឹងចេញមកពីរូបមន្តពេជ្ជកណិតដើមតើអត់ហើយបន្ទាប់មកទៀតបំលែងទៅទៀតពេជ្ជកណិតនៅក្នុងវិទ្យាសាស្ត្រកុំព្យូទ័រដើម្បីអីដើម្បីឲ្យអាចឲ្យយើងកណនាលេខច្រើននេះយកអានេះមកកណនាជាមួយនេះជាផលគុណបានអញ្ចឹងនៅក្នុងហ្នឹងស្មើអីនៅក្នុងហ្នឹងអញ្ចឹងអានេះអីគេអានេះគឺជាអីគេ product អូខេមិនអញ្ចឹងហ៎ផលិតផលអូខេអានេះគឺជាអីអានេះគឺជា x អីហើយចុះអានេះអីx2 លែងមាន a ហើយព្រោះប្រើរូបមន្តហើយដល់ក្បាច់នេះហើយនេះអានេះអត់អាចប្រើនៅក្នុងកុំព្យូទ័របានទេគេបំលែងអាហ្នឹងយកមករីតចូលនៅជាអនុគមចេះនៅក្នុងភាសាកុំព្យូទ័រវាទំនើបជាអានេះបានតែយកអាញាត់ x ទៅគុណជាមួយនឹង a ទេតែអានេះយកអាញាត់ x ហ្នឹងមានបានច្រើនដងគេហៅថា parameter ភាសាអង់គ្លេសយល់ទេយល់អត់បើយើងប្រើអានេះមកវាចាក់សោកៀងស្ចាញ់ចេះតែតាមពិតវាដូចតែគ្នាទេតែអាក្នុងនេះវាអាចគុណបានច្រើនជាងតែក្នុងនេះយើងដែលឃើញគេសរសេរពេជ្ជកណិតថាគុណនឹង a គុណនឹង b គុណនឹង c ចេះអត់ដែលឃើញគ្រូសរសេររូបមន្តអញ្ចឹងអត់យក x គុណ a គុណ b គុណ c អញ្ចឹងអត់ដែលឃើញអត់មានតែឃើញអនុគម f នៃ x នេះ
ចឹងបានថាក្នុងកម្មវិធីវិទ្យាសាស្ត្រគេមកបំលែងឲ្យមកសរសេរប៉ុន្តែធៀបពិតគេយកមកពីអានេះដែរទេយល់ទេចាគេយកមកពីនេះចឹងគេបំលែងមកជាអានេះគេសរសេរទៅឲ្យវាខ្លីដើម្បីឲ្យយើងងាយយល់អញ្ចឹងយើងមើលកន្លែងនេះអញ្ចឹងយើងវាយតែត្នេះទេមិនចឹងយើងទៅទិញផលិតផលអូខ្ញុំទិញ10ចឹង10កន្លែងប៉ុណ្ណេះទូទាត់គេដាក់ថា pay មិនចឹងហ៎ត្រូវ pay លុយចឹងអត់ត្រូវ pay ប្រហែលអញ្ចឹងគេប្រើនាំឲ្យគេប្រើអនុគមមួយឈ្មោះថា product ហើយ product ហ្នឹងក្នុងវិទ្យាសាស្ត្រកុំព្យូទ័រគេដាក់ថា number 1 number 2 number 3អញ្ចឹងយើងដាក់បានតែចំនួនលេខទេយល់ទេយ៉ាយើងសរសេរចេញមកប៉ុណ្ណេះតាមពិតតាមគណិតវិទ្យារបស់យើងប៉ុន្តែដល់ពេលនៅក្នុងវិទ្យាសាស្ត្រកុំព្យូទ័រពិតប្រាកដគេយកជាលេខ number 1 number 2 number 3អញ្ចឹងហើយបានជាអាចអនុញ្ញាតឲ្យយើងកន្លែងហ្នឹងគេបញ្ចូលអនុគមកន្លែងនេះអាកន្លែង formula នេះយើងចូលចុចបញ្ចូលបាច់មកអញ្ចឹងហ៎សំទោសនេះកន្លែងនេះកន្លែងនេះគេចុចបញ្ចូលមកនេះបញ្ចូលមកចុចបាច់កន្លែងហ្នឹងបញ្ចូលអីណាឃើញនោះមិញនេះឃើញនេះអញ្ចឹងយើងវាយពាក្យអីគេវាយពាក្យថា product ហើយយើង search ទៅហុចឃើញហើយអញ្ចឹងយើងចុច product ហ្នឹងមកអញ្ចឹងឃើញនេះគេឲ្យយើងវាយលេខ number 1 អីគេយើងលុបចេញមក number 1 អី number 1 អីមិនជួសលេខនឹងចូលវាយយកហ្មងអញ្ចឹងមានប្រមាណតម្លៃមិនយើងគុណមិនមានម៉ែនតម្លៃមានតែ2ទេមិនអញ្ចឹងហ៎មានតែ2យើងដាក់លេខ1យើងដាក់អីយើងជួសអីចូល B ម៉ានមិញនេះយើងមើលកន្លែងនេះដែលយើងជួសចូលកន្លែងយើងនេះ C ម៉ាន C ប្រមាណ C 11អញ្ចឹងយើងដាក់មកវាយមកកន្លែងហ្នឹងគឺ C 11អីទៀត D 11 D 11ពីណាមក B 11មិនត្រូវមួយកន្លែងនេះកន្លែង D បើយើងលើសមកឡងមកកន្លាអញ្ចឹងយល់ទេអាកន្លែង insert function ហ្នឹងយើងយក function យកមកបញ្ចូលហើយយើងវាយតាលេខអញ្ញត្តិដែលយើងចាំវាយចូលក្នុងហ្នឹងទៅដូចគ្នាទេយល់ទេណែបើមាន3វាថែមមកមួយទៀតពេលយើងចុចនេះវាថែមមកមួយរហូតយល់ទេចាអញ្ចឹងអាហ្នឹងអា product នេះវាថែមមកហ្នឹងឲ្យឃើញនេះអនុគម product នេះវាថែមមកហ្នឹងឲ្យឃើញនេះអញ្ចឹងយើងចុច OK ទៅយើងគឺស្មើនឹង20 25ហើយចុះបើយើងចង់អូសមកក្រោមទៀតឧទាហរណ៍នេះយើងមាន product អីគេយើងមាន Fanta យើងទិញ Fanta អញ្ចឹងយើងមិនបាច់ទេនៅក្នុងហ្នឹងគេទិញ Fanta យើងស្លេចយកនេះ Fanta Fanta នេះគេទិញ10ដែរបើតម្លៃប៉ុណ្ណឹងដែរយ៉ាងម៉េចវាគិតលុយយ៉ាងចឹងដែរតែបើគេទិញម៉ានគេទិញ20ប្រែប្រួលអីកន្លែងហ្នឹងប្រែប្រួលអីយើងមើលទៅលើរូបមន្តយើងប្រែប្រួលអីគេឯណាលើឯណាលើរបស់យើងនេះមានអាកន្លែងមើលរូបមន្តអត់កន្លែងនេះណារបស់យើងវិញគឺ insert នេះរូបមន្តរបស់យើងប្រែប្រួលអីប្រែប្រួលអាញាត់ដែលយើងបោះចូលឲ្យនឹងយើងប្រែប្រួលនេះមិនយ៉ាងហ៎នេះតែថានិយាយតែប្រែប្រួលតែតំតម្លៃទេអាញាត់នៅដល់ដែរប្រែប្រួលអាញាត់តម្លៃនៅវាដែរហ៎ប្រែប្រួលតម្លៃយើងដឹងហើយតម្លៃនេះយើងបោះទៅឲ្យនេះតម្លៃនេះយើងប្រែប្រួលនេះប៉ុន្តែយ៉ាងម៉េចអាញាត់នៅដល់មិនថាប្រែប្រួលអាញាត់ព្រោះថាប្រែប្រួលតម្លៃវាមិនមែនប្រែប្រួលអាញាត់ទេព្រោះអាញាត់សម្រាប់ផ្ទុកអីអាញាត់ហ្នឹងគឺវាប្រែប្រួលវាអថេហ្នឹងវាមិនប្រែប្រួលយ៉ាងដល់ពេលវាប្រែប្រួលមានន័យថាមិនមែនអាញាត់ហ្នឹងមិនមែនប្រែប្រួលទេអាញាត់ហ្នឹងយើងផ្លាស់ប្ដូរគេមុននិយាយទៅមិនយល់ប៉ានិយាយនេះឥឡូវនិយាយប្រាប់ប៉ាមកអថេអីគេអថេហ្នឹង
អថេនឹងអីគេអថេនឹងគឺចំនួនសម្រាប់ផ្ទុកតម្លៃដែលវាប្រែប្រួលយល់អត់មិនតម្លៃប្រែប្រួលតម្លៃអថេវាមិនប្រែប្រួលទេតែអថេនឹងមានតួនាទីសម្រាប់ឲ្យតម្លៃនឹងវាប្រែប្រួលតម្លៃទៅលើខ្លួនវាបានយល់អត់បើយើងមិនប្រើអថេមិនអាចទៅតម្លៃនឹងប្រែប្រួលផ្ទុកតម្លៃប្រែប្រួលបានទេតែតម្លៃបានប៉ុណ្ណឹងហើយឥឡូវយើងដូរលេខ20ទៅលេខ30បានអត់ដូរបានប៉ុន្តែណាលេខ20អាមុននៅណាចុះយល់អត់ប្រែប្រួលអានេះផ្លាស់ទីចេញបាត់អីហ្នឹងអញ្ចឹងបានណាគេឲ្យយើងបង្កើតអាញាតនឹងមកនេះដែលគេនិយាយមិញនេះអញ្ចឹងនៅក្នុង product មានអថេចំនួន2មានអថេចំនួន2មាន num1 និង num2 នេះអថេនៅឯណារបស់វាយល់អត់ទេដែលយើងនិយាយមិញចំណែក D1 D2 នេះគឺជា value គឺជាតម្លៃរបស់វាតើអត់យល់អត់កន្លែងហ្នឹងយល់បានអត់ដល់និយាយសិនមើលយល់បានអត់ដែលគេរៀនពិតប្រកបមកគេរៀនបញ្ចូល insert function នេះអាហ្នឹងបានគេហៅថាចេះពិតប្រកបតែហេតុអីបានគេទៅរៀនបញ្ចូល insert function ព្រោះអីវាងាយស្រួលវាលឿនអញ្ចឹងយើងដឹងថាត្រូវបញ្ចូលហ្នឹងបញ្ចូលកន្លែងណាយើងវាយចូលដល់កន្លែងនេះមកយើងប្រើមានករណីពីរហ្នឹងទី1គឺយើងវាយចូលនៅកន្លែងនេះផ្ទាល់ក៏បានទី2យើងចូលនៅកន្លែង insert function យើងក្តោបលើ function ហ្នឹងទាំងអស់តែម្ដងដោយគ្រាន់តែយើងស្គាល់ឈ្មោះតើយើងស្គាល់ឈ្មោះស្គាល់បានដោយរបៀបណាគឺយើង search AI យើងរៀនពេជ្ជគណិតស្គាល់អំពីផលគុណផលគុណមានប្រមាណតួអាចគុណបានប្រមាណតួយល់ឥឡូវឧទាហរណ៍មួយទៀតអញ្ចឹងនៅកន្លែងនេះវាមានលក្ខណៈពិសេសមិនចឹងកាលណាយើងប្រើអនុគមហើយបើសិនជាយើងមានproduct ណាគឺយើងទិញយើងផ្លាស់ប្ដូរតែនេះទេផ្លាស់ប្ដូរតែចំនួនអថេនេះទេគឺវាចេះគុណឲ្យយើងដោយស្វ័យប្រវត្តិដោយសារអីដោយសារតែមានអាញាត់ number 1 number 2មិញនេះសម្រាប់ផ្ទុកអា D11 និងអា C11 និង C11 នេះវាចេះប្រែប្រួលឲ្យយើងដាក់តម្លៃទៅអាហ្នឹងវាណាប្រែប្រួលតម្លៃអាហ្នឹងវាប្រែប្រួលតម្លៃយើងអាចដូរតម្លៃអី50អញ្ចេះក៏បានយើងអាចដូរតម្លៃបានឡើងថ្លៃប៉ុណ្ណេះគឺវាអាចដូរតម្លៃបានអញ្ចឹងសបញ្ជាក់ឃើញថាឃើញទេយើងវាយតែ x យើងវាយតែ x1 យើងវាយតែ x2 ហើយយើងបាននៅវា return មកវិញ function វាអនុគមនឹងវា return មកវិញអីគេជាតម្លៃផលគុណអញ្ចឹងនាំមកយើងទាញបានថាប្រសិនបើយើងចង់បានផលគុណគេសេតែម៉េចផលគុណ multiply អញ្ចឹងយើងចាំអានេះគឺផលគុណឲ្យចុះផលបូកអីគេផលបូកគេថាម៉េចអង់គ្លេស plus ឲ្យចុះផលដក minus អី minus ឲ្យចុះផលចែក divide នេះឲ្យចេះអាហ្នឹងយល់អត់អញ្ចឹង multiply ផលគុណនៅក្នុងអនុគមភាសាកុំព្យូទ័រគេប្រើអីគេប្រើពាក្យថា product ហើយចុះនៅក្នុងនេះប្រើសញ្ញាស្មើពីមុខផងអញ្ចឹងយើងដឹងបាត់ទេតែកាលណា product អញ្ចឹងវាយតែប៉ុណ្ណឹងមកដឹងថាហ្នឹងដឹងថាយកដាក់បានតែចំនួនលេខទេហើយដាក់ចង់យកអាណាទៅគុណអាណាគ្រាន់តែចុចលើអាហ្នឹងមកហើយយើងក្បៀសវាមកដាក់ធៀបវាមកក្បៀសវាមកឧទាហរណ៍ចង់យកនេះគុណនេះយើងគ្រាន់តែវាយអានេះមកយើងក្បៀសអានេះមកព្រោះតាមរូបមន្តវាឲ្យយើងដាក់ num1 num2 តាងលេខយល់ទេយល់បាននិយាយអត់ហើយបើមាន3ទៀតដាក់3ទៅទៀតមិនអញ្ចឹងយល់ហើយប៉ុណ្ណឹងអញ្ចឹងមិនបាច់ទេគ្រាន់តែប្រាប់ថាកន្លែងហ្នឹងគឺកន្លែង product
chẳng rồi làm vùng chọn để môi bạt màu thơ bà khơi ấy bà chọn ở viên đâu còn ao score cho muốn dừng tao inter môi máu vì score chè sò vì lên tao dừng của môn này vô lấy chẳng họ đọc viên ấy plus chẳng nó cũng chẳng dừng vô là mạnh nhỉ chẳng nó cùng đi với tao cài bây giờ này anh ấy viên mình chẳng đây tại vì giờ mấy việc học này giờ mấy việc học này trong tha x đi việc tao chia ai việc tao chia x x ấy x bố bầu rứ có ai thá x bột ai kì bột x bột to rồi hô ta đó ăn đó đọ mùi chẳng ở đấy nó không phía xa cái đất chẳng hạn nó không phía xa cái đất mình chẳng chua mới trâu mới bầm ăn bột mùi à đi muối bột là hồn chắc nó bên nó không ní nó không phía xa ní cứ dương pra mạnh nó không phía xa ní dương tang máu tang mạnh plus dương tang cho ma nó mình chẳng plus ai kì x1 ai kì bia x2 យ៉ាងấy x2 bia x3 cho chạy đà chẳng hạn nó cùng đôi kia đấy nè tại nó cùng pho lấy chạy mũi chạy tầng vô lấy chẳng ta này chỉ tu tớ pho con chạy về miền tái chạy thì miền x con nắng chạy thì vô lấy còn đó chẳng ta không cần phải chia nó không computer ai ghé năng nhưng do nó không computer cứ cái phá kia ta xây ao dương sạp ấy cứ sạc chạy hơi pa ta xây đấy pa mình vài luôn cái con này vào đây bảo nhé chẳng nó không đi miền ấy nó không đi ta xây cát miền nam vốn nam thú nam srí mình giang ấy cho ta tiền ở cho này đôi khi nam vốn nam thú nam srí cho đôi khi khơi cái bầm lại nó nó cùng nó cứ đôi khi trâu chăn tha nó cũng được xây đôi xó thùng tôi cho bán thông của bạn và tay chỉ tu tới bây giờ xe to thông là chuyện và pi mai nữa dương mưa một lại nhị tiền trắng copy một đôi tật nhiệt thì ron tại tha cái này nắng kia gió ấy kỳ gió tới đọ cho môi nắng ấy đọ cho môi nắng vô là muốn vô là nịt đại đó đi nhỉ vô là đọ chẳng là đi tao chị này màn nợ ấy bà đi ở miền cái bị đồ đi vào đi màn nợ ấy kỳ chẳng cả đó cứ miền tái tua tí mũi đọ nâng tua tí pì nhưng bà con chị ấy cái này nâng và con chia tu tới nam vốn biết nam thú hai cái bia nam sri đôi chìm sầu miên này chẳng có năng thế nhé còn ta ní mình men chẳng thế cơ ní x của nó cũng gì x chẳng giờ sẽ x đôi khi sàn màu chẳng ở đấy nó bia crom níอย่าง mày crom ní miền ấy nó cũng mày nó đỏ đi miền ấy nó không nó cũng cái shell bạc cát nát rồi tập pi tua nhưng bạch bạc cát đấy giờ là bạc cát ấy tập pi tua nè chẳng kê mình là mông tập bạc cát nó chưa cái ba lấy bộ người ta đỏ nắng bảy chẳng phá luôn của môn thom mà chẳng cái này cứ kỳ smile nắng đỏ nắng bảy mình 300 miếng nó cùng tê 300 miếng nó cùng tê cái này mày nở nó nốt rồi giờ ta đọ nắng bề thì chẳng men nó cũng mình bờ mình nó cũng như pra thế cái tang mấy trăm ra
តម្លៃគឺគេតាំង A B ឬក៏ C អញ្ចឹងហ៎យល់អត់កន្លែងហ្នឹងហើយចុះ divide នេះមានតែអីគេមានតែផលអីគេតំណាងចែកជាមួយនឹងតួចែកអញ្ចឹងត្រូវប្រើអនុគមហ៎អត់ទេព្រោះវាតែពីរអញ្ចឹងគេខ្ជិលទៅសេអនុគមតោះនេះយើងទៅសេក៏បានដែរតែយើងខ្ជិលទៅសេអញ្ចឹងអានេះស្មើនឹងអីទៀតហើយចឹងស្មើនឹង A ដកនឹង B យកយកតែម្ដងជាទូទៅគឺចែកនឹង B យកតែម្ដងអញ្ចឹងបើមានតែពីរតួគេខ្ជិលបង្កើតអនុគមណាអញ្ចឹងកន្លែងនេះនាំឲ្យបើយើងទាញមកតាមពេជ្រកណិតរបស់យើងនាំឲ្យកន្លែងនេះមានអនុគមអត់ជឿថាមានអត់មានប្រកាសជាមានអនុគមអញ្ចេះយល់ទេយើងទៅសេពេជ្រកណិតបានអញ្ចឹងនៅកន្លែងនេះវាស្មើនឹងអីគេវាស្មើនឹង divide អនុគមអីគេ x1 ចែកអីចែកនឹង x2 យ៉ាងនេះយើងទៅសេនេះយល់ទេប៉ាសេកន្លែងនេះអូខេអត់ប៉ុន្តែនៅក្នុងនេះយើងយល់ថាបំលែងអានេះមក product បំលែងអានេះមក plus បំលែងអានេះមក minus បំលែងអានេះមក divide ចេះអត់បញ្ហាប៉ុន្តែនៅក្នុងកុំព្យូទ័រយើងត្រូវការយល់ថាបើយើងយក multiply នេះគេទៅសេឲ្យយើងស្រាប់អានេះបើយើងយក plus នេះគេទៅសេឲ្យស្រាប់ស្មើនឹង30ចេះបើយើងយក minus នេះមិនបាច់មានទេព្រោះអីអាហ្នឹងមានតែតួ2ទេមានតែ A តួ A និងតួ B អញ្ចឹងគេមិនបាច់ចាំបង្កើតអនុគមនាំហត់ទេយល់អត់ប៉ុណ្ណឹងអញ្ចឹង insert ចូលមើលលេងទៀតមើលនេះអញ្ចឹងយើងយកមកដល់ក្រោមនេះមកនេះយើងធ្វើចេះយើង scroll ទៅលើផុតយើងដាក់ថាយើងមានតែលុយ500រៀលយើងបូកនឹងលុយ10000ឬក៏លុយ20000រៀលចេះអញ្ចឹងកន្លែងនេះយើង insert អីគេយើង insert function ឈ្មោះអីដឹងហេតុអីបានដឹងសាំយើងអត់ដឹងទេយើងគិតពីគណិតវិទ្យាចង់បូកលុយប្រើគណិតវិទ្យាអីគេផលបូកតើអត់អញ្ចឹងនៅក្នុងផលបូកនៅក្នុងកុំព្យូទ័រយើងអត់ដឹងថាកុំព្យូទ័រវាសួរម៉េចអញ្ចឹងយើងធ្វើម៉េចយើងមកសួរ AI ភ្លាមពឹបអញ្ចឹងយើងសួរថាម៉េចបាទនេះយើងសួរថាគណនាផលបូកក្នុងអីគេ x ខ្សែយើងសួរវាភ្លាមយើងធ្វើយើងដូចយើងអ្នកមិនចេះអញ្ចឹងវាបង្ហាញនេះគេបង្ហាញនេះវាថាអ្នកឯងអាចប្រើរូបមន្ត manual ដៃធម្មតាទៅយក cell មួយបូកនឹងអីចឹងទៅអញ្ចឹងដល់ពេលយើងប្រើអនុគមណែគេប្រើពាក្យថា sum function ពាក្យថា function នេះអនុគមគ្រាន់តែវារូបមន្តចេះយើងប្រើបានពីររបៀបដូចមើលនៅក្នុងនេះចឹងយល់ទេចាអញ្ចឹងនេះតាមពិតគណិតវិទ្យាវាប្រើ sigma នេះត្រូវទេការយើងរៀនគណិតវិទ្យាអញ្ចឹងមានន័យថាគឺជាផលបូកឃើញទេនេះនិមិត្តសញ្ញា sigma នេះឥឡូវដល់ពេលយើងចូលមកកន្លែងយើងវិញនេះយើងចូលដល់កន្លែងយើងវិញអញ្ចឹងយើងត្រូវរកអីគេរកពីអីគេយើងចង់រកអនុគមមើលនៅក្នុងនេះរកអីគេដាក់ថាម៉េចនេះ insert អី function ហ្នឹងមានន័យថាម៉េចអនុគមអញ្ចឹងអនុគមអីមិនគេប្រាប់បាញ់អនុគម30អញ្ចឹងយកពាក្យ go ដល់ឃើញហ្នឹងចុចពឹបបញ្ចូលធាតុគេប្រាប់ថា30នេះគឺបញ្ចូលតម្លៃនេះយើងបញ្ចូលតម្លៃអីយើងចង់30អីឥឡូវយើងមើលយើងចង់30តម្លៃណាយើងចង់30មកពីនេះមិនអញ្ចឹងយើងចង់30មកពីហ្នឹងអញ្ចឹងយើងយក b ម៉ាន b ម៉ាន b 20ហើយកន្លែងនេះអីគេ c 20យល់ទេកន្លែងណាគ្រាន់តែប៉ុណ្ណឹងមកហើយយើងអូខេមកអត់មានខុសទេយើងមិនបាច់ចាំទៅវាយនេះទេយើងប្រើ insert function បញ្ចូលមកអញ្ចឹងឯងបើយើងចេះគណិតវិទ្យាអញ្ចឹងតោះណាឥឡូវនិយាយមួយទៀតអញ្ចឹងថ្ងៃនេះយើងរៀនឲ្យយល់ប៉ុណ្ណឹងយល់អាហ្នឹងយល់ទាំងអស់ឥឡូវយើងមើល function យើងមាន function អីទៀតយើងមាន function អីទៀត
ឥឡូវយើងយល់យើងថាយើងបូកយើងយល់ហើយអត់បាក់ទេអានេះគ្រាន់តែថាបើយើងបូកជាប់គ្នាអញ្ចឹងយើងប្រើក្បៀសអីចឹងទៅហើយបើយើងមានលុយតែនេះ$4000ទៀតយើងមាន3យើងទៀតយើងគ្រាន់តែក្បៀសចូលអីគេA មែន A 20ក្បៀសចេះមកចឹងហ៎យល់អត់មានប្របាក់ទៅសេទេមានប្របាក់ទៅប្រើសញ្ញាលេខបូកអីទេអញ្ចឹងហើយបានគេឲ្យប្រើអនុគមហៅយកដាក់តែអីគេដាក់តែចំនួនធាតុនេះចូលអាញាតនេះចូលទេយល់ទេអ្វីដែលយើងដាក់ចូលតែអាញាតហ្នឹងទេអញ្ចឹងបានគេថាអញ្ចេះបើសិនជាយើងនៅក្បែរគ្នាអញ្ចឹងមិនបាច់ចាំក្បៀសទេយើងទៅសេសញ្ញាអីសញ្ញា2ចេះមកបូកពីហ្នឹងដល់ម៉ានដល់ C ម៉ាន C ម៉ាន C 20ដាក់តែអញ្ចឹងមក A 20ដល់ C 20យល់ទេយ៉ាអ៊ីនធ្វើមកបើជាប់គ្នាអញ្ចឹងហ៎យល់ទេចាអញ្ចឹងហើយបានគេឲ្យយើងរៀនចេះ insert function ហ្នឹងវាងាយស្រួលនៅក្នុងជាងយើងដែលយើងមកប្រើ function ច្រើននេះធ្វើឲ្យយើងជឿក្បាលនេះយល់ទេឥឡូវឧទាហរណ៍មួយទៀតយើងចង់ធ្វើអីយើងចង់នៅក្នុងចំណោមមុខវិជ្ជានេះឧទាហរណ៍ថាឥឡូវយើងរកមុខវិជ្ជាវិញម្ដងមុខវិជ្ជាគណិត40រូប50ផែនដី90ខ្មែរបាន80ឥឡូវគេរកមុខវិជ្ជាណាដែលតិចជាងគេវិញម្ដងមិនចឹងហ៎ឬក៏ច្រើនជាងអញ្ចឹងយើងចូល insert function មួយពុកយើងសួរ AI បឹកភ្លាមយើងសួរបឹកសួរមកនេះយើង copy អា script ដែលប៉ា copy មិញនេះ script នេះ copy មកយើងសួរវាសួរថាម៉េចយូរចេះមកខាស់មកសួរវាថាម៉េចកណនាអីគេកណនាតម្លៃទៅស្អីឲ្យចំគោលការណ៍អញ្ចឹងតម្លៃអីគេតម្លៃទាបបំផុតក្នុងអីសាអញ្ចឹងយើង enter យើងអត់ដឹងទេគួរក្បាលយើងសួរអានេះយល់ទេនេះគេប្រាប់នេះរកតម្លៃ min នេះអនុគមឈ្មោះ min នេះអញ្ចឹងរកអាហ្នឹងឃើញភ្លាមយើងយកទៅដាក់នៅណាបើយើងចង់បានតម្លៃដាក់ទៅណាយើងចុចអានេះភ្លាមយើងចុច search កន្លែងណាយើងចុចអីមិនយើងចុច insert function ហ្នឹងមិននេះចុចនេះមកយើងរកអីគេវាយពីអីមិន min នេះមិនវាយ min មកហើយយើងចុចពាក្យថា group យើងឃើញ min đâuចុចពឹបឥឡូវ min មិញរកពីណាដល់ណាកុំល្ងងពេកមិញអីខ្លះមិញចាប់ពី A ម៉ានមិញណែឃើញទេ A 22 ចុះលេខ2ម៉ានទៀត B 22ចុះនេះ C 22ចុះនេះ D 22ចុះនេះអស់នៅមានត្រឹមណាមានត្រឹម D មានត្រឹម D ប៉ុណ្ណឹងអស់ហើយអូខេមកមិនស្រួលជាងត្រូវអត់នេះ40នេះទៀបជាងគេយល់អត់រកបន្ទុកខ្ពស់ជាងគេវិញម្ដងដាក់តនេះចុះអញ្ចឹងយើងចូលអីគេ insert function យើងស្គាល់ទេអាហ្នឹងស្គាល់ឈ្មោះអីឈ្មោះ mac ហើយយើងចុច go ដល់ពេលដែលឃើញ mac យើងចុច web យើងចូល function ទៀតណាមិញ A 22ម៉ានទៀត B 22ម៉ានទៀត C 2អានេះបាទ22 D 22យើងអូខេបើអញ្ចឹងរកឃើញនៅអូខេយល់ហើយដល់ពេលយើងចង់ហើយសរុបបន្ទុកហ្នឹងអញ្ចឹងយើងចូលអីគេអានេះមិញយើងរកអីគេអានេះមិញយើងរក min មិនអញ្ចឹងហ៎អានេះយើងរកអី max បើចុះនេះយើងយកសាំណែយើងដឹងរូបមន្តទាំងអស់យើងចង់រកសាំលទ្ធផលគ្រប់អញ្ចឹងយើងចូល insert function ដឹងតែវាប្រើអីគេយើងស្គាល់សាំចុច go ពឹបអញ្ចឹងយកសាំនឹងមកអញ្ចឹងប្រមាណតម្លៃមិញ4តម្លៃមិនអញ្ចឹងហ៎សាំ4តម្លៃមិញបាន A 22
B 22 C 22 D 22nào sửa lót chẳng mạch đây ok á ấy dương ro mà chung một phía miền này tha dương ro mà chung một phía average chẳng ấy chung phía average vậy chẳng average mà chung phía cái ro mạch chẳng dương mình chạy đi dương từ search AI dương riêng rồi dương search AI bốc như nào này dương search AI bốc dương cho nhu máu dương thá khai máu các là nia ai kì các là nia mà chung một phía vài tròn nhắn á các nia mà chúng thế mấy bạn vậy chung một phía nó x sẽ inter màu đã ao vậy nè vô lót thôi nhé trắng average trắng ba nó đăng ấy average đăng đăng rùm bốn dân cho đăng máu cho insert function chứ vay việc là ever nhưng vay mình phấn vay là ever chắc có bàn ở dân chơi mà rồi khởi họ thời nhà này mới tránh như này average này thấy nhé chân dương chân mà chẳng average thôi nhé này average chẳng dương mơ average pina đào nè pina đào nè average pina đào nè chẳng đại máu thấy pi ra ngay bì mà thấy pi xì thấy pi thì cái đấy thì thấy pi mình chẳng pi nâng đo năng dương rồi average mình chẳng ấy chẳng dương ok màu khởi average out hop ra trao out vô lót phần này đọc về rồi dương rồi ai tiết dương rồi chấm luôn là chấm nát thế này dương rồi chấm nát thế này phần tay pa dây tha lâu phần năng vô lệ ót vô bàn ót phần năng trong vô to là do ta là vọt ở khơi những này luôn anh to người nhát chẳng dương riêng lại insert function năng lâu tho ta bà tân thì dương trong chạy dương trong tha dương trong này chạy lâu con anh mơ anh đi dương rô khơi bật tụ srop nấu ở dương trong cái này ní mình bật tụ dương thiệt rồi ta bật tụ khai tp rồi chẳng này chẳng là ní dương thương mạch anh dương đang âu hay níu dương đang âu hay cái này dương trong srop này anh đi srop này mình chẳng ấy lâu dương không srop nó dương srop cả pin đi cho dương thương mạch dương cho lấy insert phán sánh hay dương vô pi ấy vô sáng hay như thế mày mình dương gió ảnh nắng bông mới là năng chẳng ấy bắn trẻ ai cho xe phang sân châu năng bàn đó ai cho xe bàn đó chẳng mấy nhỉ ba vậy mình với dương mà cho lại insert phang sân này hạ lại ba vậy là sam này lâu mơ dương mơ phang sân dương sam nắng dương cho xe tận họ cho ba chơi là xe này ba chơi là xe ba nó lục tránh cái xe đang là xé nó mà dừng ra thời gian chạy vô là thấy đò ná đò đi thấy ok hết chưa hai anh ấy mình bộ ai này hai dừng chạy ok vô là chẳng bờ cạn ở đây nâng miên cát lang ba chọc bộ cả pi nè ba chọc bộ thế này mơ bài toán á ba chọc bộ cả pi nâng chạy chẳng ba do thế này chọc hỏi ba đã thành insert function chẳng mấy những sam đấy miền anh bạch bại thì chưa phải chẳng chạy mình dừng trong bộ mua dừng pra ấy ghế dừng trong bộ mình tu nó dừng pra ấy ghế mày sam
ប៉ុន្តែមិញបូកប្រមាណពិន្ទុមិញបូក2ដងនេះអានេះម្ដងអានេះម្ដងអញ្ចឹងហ៎ហើយយើងឃើញលទ្ធផលនៅមិញឃើញលទ្ធផលនៅយើងឃើញហ่ะម៉ាន260 260ប៉ាចង់បូកអាពីរនឹងចូលគ្នាអញ្ចឹងប៉ាយក G ម៉ាននេះ G ម៉ាន G 22ចុះនេះ G 23យល់ហើយនេះអូខេត្រូវអត់520ត្រូវទេត្រូវអត់និយាយត្រូវអត់ទេណាត្រូវហើយយើងមើលម្ដងទៀតប៉ាអត់ចង់ធ្វើអញ្ចឹងទេប៉ាអត់ចង់ធ្វើអញ្ចឹងទេប៉ាចង់កិនអាម្សៅដែរតែប៉ាប្រើសាំក្នុងនេះបានអត់បានអត់សាំនៃបានអានេះ G ម៉ាន 22មិនចឹងហ៎ហើយមិនទៀតសាំនៃ G 22ហ៎ G 22ហ៎សាំ G 22ហើយយ៉ាងម៉េចទៀតបៀសជាមួយនឹង G 23បានអត់ឆ្លើយមើលអនុគមនៅក្នុងអនុគមតសេតសែលក្នុងមុខមួយទៀតរឿងអីថាបានបើវាអាចប្រើសញ្ញាចុច2ចេះបានរឿងអីថាប៉ាមិនតសេអនុគមនៅក្នុងនឹងបានដែរយល់អត់យល់មិនសាំដែរសាំយកអានេះមកអានេះមិនដាក់ចូលមិនយកអាញាត់នេះដាក់នេះចូលមកមិនក្បៀស G 22អានេះ G 23បានដែរយល់អត់ហើយ enter មកបើមិនជឿអូខេ expert ឃើញទេយល់អត់កន្លែងហ្នឹងអូខេអត់យើងចាំបាច់តែណាយកអានេះបើយើងយកអាកន្លែង insert យើងនេះយើងមិនចាំបាច់តែយកអាកន្លែង number 1ឲ្យ replace ចូលទេដាក់អាធាតុនីមួយ G22 G23 យ៉ាងចេះណាយើងប្រើអនុគមមួយហ្នឹងយកអនុគមសាំនៅក្នុងហ្នឹងយកអា G22 ក្បៀស G23 មកហើយចុះបើយើងយកចេះបានអត់យើងយកចេះបានអត់ឃើញទេវាដាក់ថាបានទេតន្តែនៅក្នុងហ្នឹងយើងប្រើអីគេសាំនៅក្នុងសាំយើងប្រើសាំចេះមួយមកហើយយើងពងចោលទៅអញ្ចឹងវាប្រាប់ហើយអូខេអត់តែបើយើងប្រើអញ្ចេះបានអត់យើងចេះយើងប្រើអញ្ចេះបានអត់ចាំមើលវាប្រាប់ថាឆ្លើយថាបានអត់ឃើញទេដោយសារអាសាំនេះយើងអាចមានសញ្ញាជាប់គ្នាចេះយើងអាចប្រើ column យ៉ាងបានយើងប្រើអនុគមតែមួយប៉ុន្តែនៅក្នុងហ្នឹងយើងចង់ថានៅក្នុងសាំហ្នឹងឲ្យមានអានេះបូកជាមួយអានេះអញ្ចឹងយើងអាចប្រពាក់វាអញ្ចេះឥឡូវយើងយកសាំចេះទៅសាំចេះបានមួយឆ្លើយប្រាប់ប៉ាមើលបានអត់បានទាំងអស់យល់ទេយ៉ាងហើយអាក្បៀសចេះក៏យើងអាចប្រើបានហើយបើថាមិនប្រើអញ្ចឹងទេប្រើចុច2អញ្ចេះមិនចាំបាច់ដាក់អានេះអញ្ចេះក៏បានដែរយល់អត់ហើយចុះបើយើងប្រើអញ្ចេះមួយបានអត់បានទេបង្ហាញតម្លៃតែមួយទេបើយើងចង់ប្រើមួយអញ្ចឹងដាច់យើងដាក់ G20 23ចេះយល់អត់អញ្ចឹងវាសរុបមកណាសរុបអា variable អា2ហ្នឹងអា variable ហ្នឹងអាញាត់ទាំងពីរហ្នឹងវាបបោកចូលគ្នានៅខាងក្រោមនេះបានដែរយល់អត់ដូចយើងចេះដូចយើងមានចេះអញ្ចឹងយើងមានទឹកលុយប៉ុណ្ណេះអានេះចុងក្រោយណាយើងមានទឹកលុយ$500 $5000យើងមានផលិតផលយើងចង់ទិញម៉ាស៊ីន5គ្រឿងហ្នឹងស្មើនឹង$5000អានេះយើងទិញ10គ្រឿងស្មើនឹង$10000ចេះស្មើអញ្ចឹង
này mà bọn ស្មើនឹងតម្លៃប៉ុណ្ណឹងចុះថា1000ចុះដូចគ្នាទៅនឹងយើងប្រើនេះ